សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីរបៀបនៃការឆែកឌីសឬការត្រួតពិនិត្យឌីសនៅលើកុំព្យូទ័របាទហេតុអ្វីគឺយើងត្រូវឆែកឌីសឬក៏ត្រួតពិនិត្យឌីសនៅលើកុំព្យូទ័របាទជាទូទៅនៅលើកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាតែងតែមានឌីសបាទហើយអត្ថប្រយោជន៍នៃការឆែកឌីសឬការត្រួតពិនិត្យឌីសនៅលើកុំព្យូទ័រគឺវាធ្វើឲ្យកុំព្យូទ័រយើងមានដំណើរការលឿនបាទអញ្ចឹងគឺវាមានដំណើរការល្អហើយតាកតងទៅនឹងការឆែកឌីសផងដែរវាដោះស្រាយនៅបញ្ហាដែលតាកតងទៅនឹង file error ទិន្នន័យ error program error program ដែលខូចឬក៏ទិន្នន័យដែលខូច file ដែលខូចមួយចំនួនគឺវាធ្វើការជួសជុលដោយអូតូម៉ាទិកបាទអញ្ចឹងខ្ញុំសូមបង្ហាញជូននៅដំណោះស្រាយបាទអ្នកទាំងអស់គ្នាចូលទៅកន្លែង My Computer ហើយយើងឆែកទៅលើត្រាយ D ក៏បានយើងឆែកទៅលើត្រាយ C ក៏បានប៉ុន្តែជាទូទៅគេនិយមឆែកទៅលើត្រាយ C ដោយសារនៅក្នុងត្រាយ C វាមាន program ទិន្នន័យឬក៏ file ច្រើននៅក្នុងត្រាយ C នេះអញ្ចឹងគេនិយមឆែកទៅលើត្រាយ C អញ្ចឹងខ្ញុំឆែកទៅលើត្រាយ C អ្នកទាំងអស់គ្នាអាចคลิกទៅលើ mouse ខាងឆ្វេងបន្ទាប់មកคลิก mouse ខាងស្ដាំហើយ select ទៅលើពាក្យថា property ហើយ click ទៅលើពាក្យ property បាទវានឹងចេញផ្ទាំងនេះឲ្យយើងបាទអ្នកទាំងអស់គ្នាអាចស្វែងរកមើលពាក្យថា tool បាទនេះពាក្យ tool បាទកន្លែងនេះវាដាក់ថា error checking មានន័យថា check ទៅលើ file ដែល error ឬក៏ program ដែល error ទិន្នន័យដែល error អញ្ចឹងកន្លែងនេះយើងអ្នកទាំងអស់គ្នាត្រូវឆែកបាទនេះគេដាក់ឲ្យឆែកអញ្ចឹងយើងចង់ឆែកយើងឆែកមកបាទយើងឆែកវាមកបាទយើងឆែកអញ្ចឹងខ្ញុំឆែកទៅលើហើយ click មកបាទ click បាទអញ្ចឹងកន្លែងនេះវាដាក់ឲ្យ scan ទៅលើត្រាយបាទ scan លើត្រាយអញ្ចឹងអ្នកទាំងអស់គ្នា click ទៅលើត្រាយបាទអូខេវាកំពុងតែ scan អ្នកទាំងអស់គ្នាអាចរងចាំបាទចាំ1នាទីបាទប្រហែលជា1នាទី15វិនាទីបាទអញ្ចឹងវាកំពុងតែ scan នេះបាទអូខេអញ្ចឹងការ scan របស់យើងគឺវាបានជោគជ័យហើយបាទអញ្ចឹងគេដាក់ថា Windows successfully scan the drive no error were found អញ្ចឹងការ scan របស់ Windows របស់យើងគឺបានជោគជ័យហើយទៅលើ drive ហ្នឹងហើយវាដាក់ថាគ្មានprogram ឬក៏ទិន្នន័យមួយណាដែល error ទេអញ្ចឹងគឺវាល្អហើយអញ្ចឹងបាទហើយយើង close វាមកហើយបិទវាមកបាទបាត់វាអញ្ចឹងការបង្ហាញជូនអំពីរបៀបនៃការត្រួតពិនិត្យឌីសឬក៏ការឆែកឌីសនេះគឺបានបញ្ចប់តែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចធ្វើការអនុវត្តដោយខ្លួនឯងផ្ទាល់
បាទអញ្ចឹងការបង្ហាញជូនមានតែប៉ុណ្ណឹងបាទសូមអរគុណបាទសូម like ហើយនិង subscribe ផងបាទអរគុណច្រើន